បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទប្រភេទនៃអង្គគុជឃ្មុំមកចំនួន3អង្គបងប្អូនណាគឺយកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមហើយប្រភេទនៃអង្គគុជឃ្មុំនេះដែរបងប្អូនដឹងស្រាប់ហើយពីអានុភាពនៃការប្រើប្រាស់របស់លោកបងប្អូនណាបាទពីអានុភាពនៃការប្រើប្រាស់របស់លោកបាទគឺសម្រាប់ខាងស្វិតខាងគង់បាទខាងសឹកសង្គ្រាមបងប្អូនណាខាងសឹកសង្គ្រាមខាងស្នេហ៍មហានិយមបើស្រូបយកសារជាតិពុលបងប្អូនណាបាទបន្សាបនៅអំពើមុនខ្មៅទាំងឡាយទាំងពួងបាទប្រភេទនៃអង្គគុជឃ្មុំຂະຫນាតបន្តោងស្អាតបងប្អូនណាបាទຂະຫນាតបន្តោងស្អាតអង្គគុជឃ្មុំដែលនៅក្នុងដីបងប្អូនណាបាទលោកមានរិទ្ធមានតេជះនិងមានបារមីពីធម្មជាតិរបស់លោកមកឲ្យស្រេចតែម្ដងបងប្អូនណាបាទនេះគឺសិតតែជាຂະຫນាតបន្តោងដែលខ្ញុំសម្អាតហើយបងប្អូនណាដែលខ្ញុំសម្អាតហើយល្មមស្រោបបងប្អូនណាប្រប៉ិនមេដៃស្អាតណាស់សាច់ចាស់ល្អបងប្អូនណាសាច់ឡើងណែនប៉ះតែម្ដងសាច់ចាស់ល្អបងប្អូនណាបាទប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំបាទគឺមិនធម្មតាទេបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំនេះបងប្អូនដឹងស្រាប់ហើយបងប្អូនណាបាទនេះគឺស្អាតបងប្អូនណាបាទពីរអង្គនេះគឺស្អាតណាបងប្អូនណាបាទយើងអាចសាងជាតួអង្គអីក៏បានដែរនេះឃើញទេស្អាតណាសាច់ហាប់ល្អសាងជាតួអង្គក៏បានធ្វើជាຂະຫນាតបន្តោងគឺស្អាតតែម្ដងបងប្អូនណាបាទគឺយើងស្រោបទៅគឺស្អាតតែម្ដងស្អាតណាបាទសាច់គាត់ឡើងដូចជាពណ៌ក្របអំពិលអញ្ចឹងបងប្អូនណាបាទដូចពណ៌ក្របអំពិលអញ្ចឹងបាទសាច់គឺឡើងល្អួតបើយើងឆាបខាងក្នុងសាច់ពណ៌ដូចទឹកឃ្មុំបាទនេះដូចខ្ញុំបានជម្រាបចឹងបងប្អូនណាបាទចំណែកឯមួយអង្គនេះក៏ស្អាតដែរបងប្អូនណាបាទគាត់សំប៉ែតស្ដើងតែសាច់ចាស់ដូចដែកហើយមានក្បាច់រចនាមានម៉ូដដូចជាយើងមើលទៅដូចជាយ័ន្តដូចជាអីពីធម្មជាតិចឹងបងប្អូនណាបាទដូចជាអក្សរចិនឬក៏ដូចជាអីពីធម្មជាតិចឹងដូចជាគេគូសយ័ន្តពីសម័យបុរាណមកអញ្ចឹងបងប្អូនណាបាទនេះគឺរូបរាងរបស់គាត់បាទរាងសំប៉ែតតែស្អាតហើយសាច់ចាស់ដូចដែកបងប្អូនណាសាច់ក្រាស់ល្អណាស់បាទនេះបើសិនជាយើងស្រោបក៏បានឬក៏យើងសុំលោកចោះបតោងដល់កន្លែងនេះមួយក៏បានបងប្អូនណាក៏អាចធ្វើជាຂະຫນាតបន្តោងបានដែរបាទនេះគឺស្អាតប្រភេទនៃអង្គគុជឃ្មុំសាច់ចាស់ល្អបងប្អូនណាហើយអានុភាពនៃការប្រើប្រាស់ប្រភេទនៃអង្គគុជឃ្មុំនេះគឺបងប្អូនដឹងស្រាប់ហើយបាទហើយអង្គគុជឃ្មុំគឺមានច្រើនតម្រង់បងប្អូនណាមានតូចមានធំមានមូលមានវែងមានខ្លីបងប្អូនណាបាទមានខ្លះក៏សំប៉ែតខ្លះក៏រូបស្អាតខ្លះក៏រូបរាងមិនស្អាតតែរឿងស្អាតមិនស្អាតវារឿងធម្មតាទេបងប្អូនណាមិនថាស្អាតឬក៏មិនស្អាតនោះទេតូចឬក៏ធំគឺលោកពូកែដូចគ្នាបងប្អូនណាបាទគឺពូកែដូចគ្នាបាទគឺខាងស្វិតខាងគង់ខាងសឹកសង្គ្រាមគឺពូកែដូចគ្នាឬក៏អាចបងប្អូនអាចកំងសាងជាអង្កាំដៃចេះអីបានបងប្អូនណាបាទនេះគឺអង្កាំដៃខ្ញុំដែលខ្ញុំពាក់ជាប់រាល់ថ្ងៃបងប្អូនណាបាទនេះខ្ញុំមិនបានលាបទឹកឃ្មុំទេបាទបើយើងសាងជាអង្កាំដៃបើយើងសាងជាអីចឹងបានបងប្អូនណាបាទបើសិនជាបងប្អូនដែលគាត់ស្រឡាញ់បាទចង់សាងជាអង្កាំដៃបងប្អូនណាបាទចង់សាងជាអង្កាំដៃបាទគឺយើងពាក់ចឹងទៅគឺសម្រាប់ជាប់នៅក្នុងខ្លួនយើងបងប្អូនណាគេថាជាប់សាច់ជាប់ដៃយើងអត់ភ័យខ្លាចជ្រុះអត់ភ័យខ្លាចរបូតបងប្អូនណាអត់ភ័យខ្លាចជ្រុះអត់ភ័យខ្លាចរបូតទេបាទនេះគឺជាប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទប្រភេទនៃអង្គគុជឃ្មុំនេះឃើញទេសម្រាប់យើងធ្វើជាអង្កាំដៃសម្រាប់ពាក់ជាប់ចឹងបងប្អូនណាបាទគឺពាក់ជាប់ចឹងតែម្ដងបាទប្រភេទនៃអង្គគុជឃ្មុំនេះគឺមិនធម្មតាទេបងប្អូនណាបាទហើយប្រភេទនៃអង្គគុជឃ្មុំនេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយស្រឡាញ់ចង់បានបងប្អូនណាបាទគឺសូមតំណតំណងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ទាំងឯងបងប្អូនណាបាទហើយក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លោលើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលា